ផ្ទះគឺជាអ្វីផ្ទះកាន់តែសាមញ្ញវាកាន់តែរីករាយផ្ទះដែលត្រូវការមិនមែនទំហំប៉ុន្តែជាភាពកក់ក្ដៅផ្ទះដែលត្រូវការមិនមែនភាពស្រស់ស្អាតប៉ុន្តែគឺជាសេចក្តីស្រឡាញ់ផ្ទះដែលត្រូវការមិនមែនភាពសម្បូរបែបប៉ុន្តែគឺជាភាពចុះសម្រុងគ្នាអ្វីដែលសំខាន់បំផុតក្នុងផ្ទះគឺមិនមែនជាជីវិតហឺហានោះទេប៉ុន្តែជាគ្រួសារដែលស្មោះត្រង់ផ្ទះជាកន្លែងដែលយើងរីកធំធាត់ផ្ទះជាសម្បុកសម្រាប់ដ៏កក់ក្ដៅមានផ្ទះទើបយើងសុខស្រួលមានសមាជិកគ្រួសារទើបយើងមានសុភមង្គលផ្ទះសាមញ្ញបំផុតមួយថ្ងៃអាហារ3ពេលសមាជិកគ្រួសារនៅមួយឆ្នាំ2រដូវមនុស្សមានសេចក្តីសុខផ្ទះគឺសាមញ្ញណាស់ជីវិតសាមញ្ញរស់នៅប្រចាំថ្ងៃមានភាពសុខដុមមួយជីវិតផ្ទះមិនមែនជាទីលានប្រយុទ្ធមិនត្រូវការឆ្លោះវាយបែកក្បាលហូរឈាមផ្ទះមិនមែនជាកាស៊ីណូលបែងស៊ីសងមិនចាំបាច់វែកញែកអ្នកឈ្នះចាញ់ផ្ទះគឺជាកំពង់ផែនៃសេចក្តីស្រឡាញ់ផ្ទះគឺមានសេចក្តីស្រឡាញ់ផ្ទះគឺជាទីពឹងផ្អែករបស់ជីវិតយើងមនុស្សមានផ្ទះទើបមិនរសាត់អណ្ដែតមានអ្នកផ្ទះកំដរទើបមិនឯកាផ្ទះគឺជាកំពង់ផែដ៏កក់ក្ដៅទោះបីជាអ្នកនៅទីណាក៏ដោយគឺចាំអ្នកត្រឡប់មកវិញដោយមិនផ្លាស់ប្ដូរផ្ទះជាកន្លែងដែលស្ងប់ចិត្តទោះបីជាអ្នកអស់កម្លាំងប៉ុណ្ណាវានឹងស្វាគមន៍ដោយស្នាមញញឹមដើម្បីជួយដោះស្រាយបញ្ហាឲ្យអ្នកផ្ទះគឺជាទ្រព្យរួមរបស់ប្តីប្រពន្ធមានបញ្ជីផ្អែមល្វីងជូរចត់មានកិច្ចសន្យានៃសម្បត្តិគឺមនុស្សពីរនាក់បានលំយោលនៃសេចក្តីស្រឡាញ់ពួកយើងសុទ្ធតែមានផ្ទះមួយនៅផ្ទះសុទ្ធតែមានមនុស្សដែលស្រឡាញ់យើងបំផុតនិងមនុស្សដែលយើងស្រឡាញ់បំផុតអាចរស់នៅជាមួយពួកគាត់បានគឺជាពរជ័យដែលទទួលបានពីជាតិមុនដូច្នេះហើយត្រូវតែស្រឡាញ់ថែរក្សាឲ្យបានល្អកុំបញ្ចេញកំហឹងដាក់មនុស្សជាទីស្រឡាញ់កុំរមូលគុណចំពោះឪពុកម្ដាយកុំប្រងើយកន្តើយចំពោះកូនចៅផ្ទះកាន់តែសាមញ្ញកាន់តែមានសុភមង្គលផ្ទះកាន់តែមានភាពចុះសម្រុងគ្នាវានឹងកាន់តែមានផាសុកភាពតើអ្នកមានផ្ទះដូចខាងលើនេះហើយឬនៅនិយាយអាក្រក់ពីអ្នកដទៃអ្នកមិនអាចរីករាយបានរហូតនោះទេដោយពាក្យចាស់ថាពីអប្រិយចាញ់អាត្មាបោកប្រាស់អ្នកដទៃអ្នកក៏មិនប្រកាសថាអាចទទួលបានរបស់ដែលអ្នកចង់បាននោះដែរដោយសុភាសិតថាពាក្យច្រើនភូតចាញ់អាត្មាវាយបំបែកឆ្នាំងរបស់អ្នកដទៃអ្នកខ្លួនឯងក៏មិនប្រកាសថាអាចហូបឆ្អែតដែររារាំងផ្លូវរបស់អ្នកដទៃមិនប្រកាសថាអ្នកអាចរត់បានឆ្ងាយពន្លត់ភ្លើងចង្គៀងអ្នកដទៃក៏មិនប្រកាសថាអាចបំភ្លឺខ្លួនឯងបានដែរដូចនឹងសុភាសិតថាយើងធ្វើគេធ្វើយើងវិញដូចគ្នាដូច្នេះហើយមនុស្សយើងនេះណាមិនត្រូវធ្វើអ្វីដែលធ្វើឲ្យខូចប្រយោជន៍អ្នកដទៃតែមិនផ្ដល់ប្រយោជន៍ដល់ខ្លួនឯងនោះទេពីព្រោះថាវាមិនត្រឹមតែបង្កាច់បង្ខូចអ្នកដទៃថែមទាំងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្លួនឯងទៀតផងដូច្នេះហើយមនុស្សដែលសើចចំអកអ្នកដទៃទីបំផុតអាចត្រូវបានគេសើចចំអកវិញមនុស្សដែលមើលងាយអ្នកដទៃទីបំផុតគឺត្រូវបានមើលងាយពីអ្នកដទៃវិញសូមចងចាំនៅសុភាសិតខ្មែរទាំងពីរនេះធ្វើបាបមិនធ្វើបុណ្យលែងជាតិទៅនៅនរកធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់តើអ្នកយល់ហើយឬនៅតើអ្នកដឹងទេយុទ្ធសាស្ត្រដែលពឹសពុលបំផុតលើលោកជាអ្វីនេះក៏ជាអាថ៌កំបាំងនៃការចាប់ផ្ដើមរបស់អ្នកមានផងដែរស្ដាប់ខ្ញុំនិទានរឿងមួយនេះឲ្យចប់អ្នកនឹងយល់ហើយនៅពេលទឹកជំនន់លើភ្នំមួយមានសត្វស្វាជាច្រើនតែងតែមកលួចឆក់ម្ហូបអាហាររបស់អ្នកភូមិធ្វើឲ្យអ្នកភូមិឈឺក្បាលខ្លាំងណាស់មានថ្ងៃមួយស្រាប់តែមានអ្នកចំនួនម្នាក់ទៅរកប្រមូលទិញសត្វស្វាទិញក្នុងតម្លៃមួយក្បាល$100អ្នកភូមិមិនដឹងថានោះជាការពិតឬខ្លាំងទេក៏សាកល្បងនាំគ្នាទៅចាប់ស្វាមកលក់អ្នកចំនួននោះបានសម្រេចចិត្តទិញក្នុងតម្លៃមួយក្បាល$100ភ្លាមបន្ទាប់មកមនុស្សទាំងអស់ក្នុងភូមិនាំគ្នាទៅរកចាប់សត្វស្វាមកលក់ដោយគិតថានេះវាស្រួលជាងធ្វើស្រែខ្លាំងណាស់អ្នកចំនួននោះហាមាត់មួយម៉ាត់នេះប្រមូលទិញបានស្វាដល់ទៅជាង2000ក្បាលឯណោះពេលនោះចំនួនសត្វស្វាក៏តិចទៅអ្នកចំនួននោះក៏ដំឡើងថ្លៃទិញមួយក្បាល$200អ្នកភូមិឃើញតម្លៃឡើងទ្វេដងឲ្យនាំគ្នាទៅរកចាប់ទៀតអ្នកចំនួននោះក៏មកទិញម្ដងទៀត
ប៉ុន្តែសត្វស្វានោះពិបាករកចាប់បានខ្លាំងណាស់បន្ទាប់មកអ្នកជំនួញក៏ដំឡើងថ្លៃទិញរហូតដល់ទៅ$300ក្នុងមួយក្បាលបន្តិចម្ដងសត្វស្វាទាំងនោះក៏អស់រកចាប់លែងបានទៀតហើយអ្នកជំនួញនោះដំឡើងថ្លៃទិញដល់ទៅ$500ក្នុងមួយក្បាលប៉ុន្តែនៅលើភ្នំនោះគ្មានស្វាទៀតឡើយថ្ងៃនោះអ្នកជំនួញមានរវល់ក៏ត្រឡប់ទៅទីក្រុងវិញហើយបានបញ្ជូនជំនួយការម្នាក់មកប្រាប់អ្នកភូមិថានៅជិតកំពូលភ្នំមានកន្លែងចិញ្ចឹមស្វាមួយកន្លែងគេលក់ក្នុងមួយក្បាលតម្លៃតែ$200ទេអ្នកអាចទៅរកទិញនៅទីនោះដើម្បីទុកលក់ឲ្យអ្នកជំនួយនោះក្នុងតម្លៃ$500មួយក្បាលអ្នកទាំងអស់គ្នានឹងបានចំណេញយ៉ាងច្រើនក្រោយពីបានលើពាក្យនោះភ្លាមអ្នកភូមិទាំងនោះដូចមនុស្សឆ្កួតអញ្ចឹងវាយឆ្នាំងលក់ដៃយកលុយទាំងអស់ទៅទិញស្វាទាំងនោះរងចាំអ្នកជំនួយនោះត្រឡប់មកវិញនឹងអាចលក់ឲ្យគាត់ក្នុងតម្លៃ$500អ្នកភូមិទាំងនោះចាំហើយចាំទៀតប៉ុន្តែមិនឃើញអ្នកជំនួយនោះវិលត្រឡប់មកវិញសោះចុងក្រោយមានអ្នកខ្លះរងចាំមិនបានសត្វស្វាត្រូវការស៊ីចេកចិញ្ចឹមមិនបានក៏លែងស្វាទាំងអស់នោះទៅលើភ្នំវិញភ្នំនោះក៏ប្រែជាមានសត្វស្វាគ្រប់ទីកន្លែងហើយអ្វីដែលគេនឹកស្មានមិនដល់នោះគឺថាអ្នកដែលចិញ្ចឹមស្វានោះទើបពិតជាអ្នកជំនួញពិតប្រាកដបន្ទាប់ពីប្រតិបត្តិការនេះចប់អ្នកជំនួញចំណេញបានដល់ទៅ$40,000ដោយដៃទទេនេះហើយគឺជាប្រាជ្ញាយុទ្ធសាស្ត្រខ្ពស់បំផុតមនុស្សខ្លាចដើរខុសផ្លូវចិត្តខ្លាចឲ្យខុសមនុស្សសុខចិត្តសំពះខុសព្រះកុំតាមខុសមនុស្សលេងបៀត្រូវឈ្នះមួយដៃតាមមនុស្សត្រូវឈ្នះមួយជាតិធ្វើល្អជាមួយនរណាម្នាក់នឹងទទួលបានអ្នកទុកចិត្តពេញមួយជីវិតឬក៏រៀនបានមេរៀនពេញមួយជីវិតមានមនុស្សខ្លះអ្នកគិតថាអ្នកយល់ច្បាស់ពីគេតែតាមពិតអ្នកមើលមិនធ្លុះមានមនុស្សខ្លះទៀតបបោមាត់និយាយអំពីការសន្យាគ្រប់ប្រភេទតែបែរជាមិនគួរឲ្យទុកចិត្តបានមិនមែនរាល់សេចក្តីសប្បុរសនឹងត្រូវបានប្រព្រឹត្តដោយសប្បុរសនោះទេមិនមែនភាពស្មោះត្រង់ទាំងអស់នឹងត្រូវបានគេស្រឡាញ់នោះដែរនៅពេលដែលអ្នកគួរសមនឹងអ្នកដទៃគេនឹងចាត់ទុកថាអ្នកគ្មានកំហឹងនៅពេលដែលអ្នកស្រឡាញ់គេបែរជាមិនយល់ព្រមទៅវិញចិត្តឲ្យតែប្រគល់ឲ្យខុសមនុស្សបដូរមកវិញមានតែការអស់សង្ឃឹមដែលជូរចត់មនុស្សដែលអាចធ្វើបាបអ្នកបានសុទ្ធតែជាមនុស្សដែលអ្នកយកចិត្តទុកដាក់ទីបំផុតទើបអ្នកយល់ចំណាយពេលបំពេញចិត្តអ្នកដទៃមិនល្អដូចចំណាយពេលធ្វើឲ្យខ្លួនឯងពេញចិត្តនោះឡើយសុខចិត្តនៅម្នាក់ឯងជាជាងខ្វល់ខ្វាយពីផលចំណេញនិងការបាត់បង់